បាទសូមជម្រាបសួរបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទក៏ដូចជា Channel YouTube របស់ខ្ញុំបាទសានប៊ុនធឿនបាទឥឡូវយើងជួបជាមួយនឹងកីឡាករជើងខ្លាំងបាទរបស់ព្រះរាជាណាចក្រកម្ពុជាគឺកីឡាករចំរើនអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍គឺប្អូនម្ចាស់គេហៅថាថ្វាយបង្គំគ្រូក្រមុំតែងខ្លួនបាទយើងចង់ដឹងអំពីឆាកជីវិតរបស់គាត់ហើយគាត់មានសក្តានុពលមួយថ្ងៃនេះគាត់មកបន្តការប្រកួតយើងបន្តទៀតហើយចម្រើនហើយសម្រាប់ថ្ងៃទី16ថ្ងៃសៅរ៍នេះប្អូនត្រូវប៉ះជាមួយនឹងកីឡាករណាដែរបាទបងប្អូនត្រូវប៉ះជាមួយនឹងកីឡាករថៃបាទប្អូនសង្ឃឹមប្រមាណភាគរយដែរក្នុងការប្រកួតវិលជុំដំដើមខ្សែក្រវ៉ាត់គោជុលសម្រាប់ការប្រកួតនៅវិលជុំខ្សែក្រវ៉ាត់គោជុលវគ្គ5នេះគឺខ្ញុំសង្ឃឹម85%តែម្ដងប្អូនបានទទួលជ័យជំនះមួយប្រកួតហើយបាទជុំទី1ឈ្នះបាន3ពិន្ទុបាទប៉ុន្តែយប់នេះសង្ឃឹមថាប្អូនសង្ឃឹមថានឹងយកឈ្នះបានទៀតចម្រើនបងចង់សួរប្អូនថាប្អូនប្រកួតម្ដងទស្សនិកជនមានការពេញចិត្តពេញថ្លើមនៃក្បាច់គេហៅថាថ្វាយបង្គំគ្រូរបស់ប្អូនបាទហេតុអ្វីបានប្អូនថ្វាយបង្គំគ្រូយកក្រមុំតែងខ្លួនមកជ្រើសរើសដើម្បីជាគេប្រចាំតកូលបាទសូមប្អូនរៀបរាប់បន្តិចមកបាទសម្រាប់ការគុំគ្រូនេះគឺខ្ញុំចាប់អារម្មណ៍តាំងពីឆ្នាំ1997ដែលការប្រកួតនោះគឺការនៅកន្លែងវឹកហាត់នៅក្លឹបនោះគឺតាខ្ញុំគាត់បង្កើតកម្មវិធីបដនៅពេលចូលឆ្នាំហើយមានបងសិស្សបងគាត់ពីមុនគាត់គុំគ្រូនោះខ្ញុំចាប់អារម្មណ៍ដល់ពេលខ្ញុំចូលប្រកួតនៅឆ្នាំ2009នេះបានប្រហែលជា10ប្រកួតគឺខ្ញុំចាប់អារម្មណ៍នឹងការគុំគ្រូនោះខ្ញុំក៏យកវាមកវឹកហាត់ហើយក៏ភាសាមួយលោកគ្រូមួយលោកគ្រូតាគាត់ជួយភាសាមួយគាត់ទៅក៏ប្រាប់តែធ្វើចេះឲ្យវាពេញលេញសម្រាប់ការគុំគ្រូហ្នឹងហើយការគុំគ្រូហ្នឹងពេលណាយើងឡើងបដលឡើងអីពេលខ្ញុំគុំគ្រូហ្នឹងទៅវាបាត់ភាពខ្មាស់អៀនហើយធ្វើឲ្យខ្ញុំបាត់នៅភាពភ័យខ្លាចទៀតអញ្ចឹងមកខ្ញុំយកការគុំគ្រូហ្នឹងមកគុំគ្រូហើយទី1ទី2គឺធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ច្រើនហើយស្គាល់ខ្ញុំច្រើនតាមការគុំគ្រូបាទការហាត់ដំបូងពិបាកទេខ្វាយគុំគ្រូក្រមុំតែងខ្លួននេះបាទការដំបូងវាមានផលវិបាកសម្រាប់ខ្ញុំដែរដោយសារខ្ញុំមានការខ្មាស់អៀនភ័យខ្លាចភ្លេចខ្លះដែរបាទតែឥឡូវចាំស្ទាត់ដល់ហើយឥឡូវស្ទាត់ហើយពេលដែលឃើញបងប្អូនយើងពេញចិត្តពេញថ្លើមពិសេសទស្សនិកជនអ្នកស្នេហាវិស័យកីឡាបដាល់ឲ្យតែបងថ្វាយគុំគ្រូមានការតាក់ទាញច្រើនមែនទែនសប្បាយចិត្តទេបាទមានអារម្មណ៍ថារំភើបដែរដែលបានទស្សនិកជនគេគាំទ្រច្រើនសម្រាប់ការគុំគ្រូនេះព្រោះការគុំគ្រូនេះជាសិល្បៈតាំងពីបរមបុរាណមកដែលបើសិនជាខ្ញុំមិនយកវាមកធ្វើមកគុំគ្រូទេប្រហែលជាត្រូវបាត់បង់ចំដល់ការគុំគ្រូយកមកបង្ហាញទស្សនិកជនទាំងអស់ឲ្យបានស្គាល់ពីការគុំគ្រូរៀបកំងតែងខ្លួននេះមានការគុំគ្រូតាំងពីយូរលង់ណាស់មកហើយតាំងពីសម័យកូរក្រមុំតែងខ្លួននេះប៉ុន្តែពិតមែនតែប្អូនថ្វាយបង្គំគ្រូក្រមុំតែងខ្លួនមែនក៏ប៉ុន្តែការប្រកួតមិនល្វត់ល្វន់ដូចការថ្វាយបង្គំគ្រូទេមែនទេបាទប្អូនពេលដែលប្អូនប្រកួតមួយគូប្រកួតម្ដងក្នុងចិត្តប្អូនតាំងចិត្តមុតយ៉ាងម៉េចទេបាទការប្រកួតជាមួយដៃគូម្ដងគឺខ្ញុំមានការអត់ធ្មត់ច្រើនអត់ធ្មត់នៅពេលដែលគេវាយហើយយើងអត់កញ្ជោកទេកាលណាយើងកញ្ជោកគឺធ្វើឲ្យយើងមានផលពិបាកច្រើនយើងត្រូវតែវាយតាមបច្ចេកទេសហើយអត់ធ្មត់ក្នុងការវាយការខឹងបានយើងត្រូវកាត់បន្ថយការខឹងតែយើងត្រូវស្នៀតវាយតាមបច្ចេកទេសដែលយើងធ្លាប់ប្រហាត់វិញអូនរាល់ថ្ងៃក្នុងប្រភេទទម្ងន់ប្រមាណគីឡូក្រាមខ្ញុំវាយប្រភេទ67គីឡូក្រាមប្រចាំនៅក្លឹបណាបងនៅក្លឹបតាលីដំរីមានរិទ្ធដំរីមានរិទ្ធប្អូនប្រកួតទាំងអស់បានប្រហែលប្រមាណប្រកួតប្រហែលជា92ដងឈ្នះប្រមាណឈ្នះ81ចាញ់ครับនឹងចាញ់ដួលដៃគូឲ្យសន្លប់ដួលដៃគូសន្លប់27ដង27ដងអូនអ្នកស្រុកកំណើតកើតជានៅទីណាដែរខ្ញុំកើតនៅភូមិតលីសង្កាត់អង្កោខណ្ឌអង្កោរាជធានីភ្នំពេញដែលមានឪពុកឈ្មោះអ្វីលោកឪពុកនោះគាត់ឈ្មោះអ៊ុំនាងអ្នកម្ដាយឈ្មោះឆនចន្ទថាលោកទាំងពីរមានតួនាទីអ្វីគាត់ម្ដាយខ្ញុំគាត់ជាកសិករហើយមានផ្ទះហើយលោកពុកខ្ញុំគាត់ធ
ធ្វើការរត់គាត់ទៅតែលើគាត់ទៀត បងប្អូនមានប្រមាណនេះ ខ្ញុំមានបងប្អូន6នាក់ស្រី1ប្រុស5 អូនជាកូនទីប្រមាណ ខ្ញុំកូនទី6 ខ្សែសាលាឈាមជមានជាប់ពូជជាអ្នកបណ្ដាលទេ អត់ផងប៉ុន្តែពុកខ្ញុំគាត់ពីមុនគាត់គុំដបង អូគុណដបង តាមទួតខ្ញុំ បាទគឺអ្នកគុណដបងតែម្ដង បាទ ហើយក្រៅពីអាជីពជាអ្នកបណ្ដាលតើបងអូនមានមុខរបរអ្វីបន្ថែមទេ អូមុខបងខ្ញុំបាក់ហាងសាក់ហើយកាត់ស្បែកជើង អូមានន័យថាបងអូនបើកហាង គឺមកហាងសាក់ ចាក់សាក់ បាទ បើកហាងចាក់សាក់តែម្ដង បាទ ហើយនឹងកាត់ស្បែកជើង បាទតែខ្ញុំផ្អាកការកាត់ស្បែកជើងខ្ញុំបាក់ហាងសាក់ទៅដោយសារខ្ញុំរវល់នឹងការហាត់បដាល់ច្រើន ប៉ុន្តែកាក់កបទេមុខរបរចាក់សាក់ បាទគួរសមដែរមួយថ្ងៃបានម្នាក់ពីរនាក់ទៅការអត់តែវាអាចដោះស្រាយជីវិតយើងមួយចាយបាន អូមកចាយបានសាក់មួយទេប្រហែលទេបង តាមរូបក្នុងការមាននិយាយទៅចាប់ពី5 10ឡើងទៅដល់200 300 អូចាប់ពី5 10ដុល្លាររហូតដល់អូនហាក់រៀនពីណាតើយើងចេះគូរុកឯងចាក់សាក់ ខ្ញុំទៅរៀនជាមួយគេ អូទៅរៀនជាមួយគេតែម្ដងឥឡូវកាក់កបណា បាទវាឥឡូវវាស្រីដឹងតិចតិចពីខ្ញុំទៅបើកដែរ បើកហាងមកដុំណាបង នៅតឡៃហ្នឹង អូប៉ុន្តែយុគនេះសង្ឃឹមប្រហែលភាគរយ 90%សម្រាប់ការវឹកហាត់បានពេញលេញ ក្នុងមួយខែបងអូនអាចវាយបានប្រហែលដងទេ សម្រាប់ខ្សែក្បាច់នេះគឺខែបាយបាន2 ដង 2ដងអញ្ចឹងយើងបានប្រាក់ប្រហែលជា600ដុល្លារដែរអាចដោះស្រាយជីវភាពបានហើយអូនតាំងចិត្តថានឹងយកខ្សែក្បាត់ឲ្យបានទេក្នុងរដូវកាលនេះ តាំងចិត្តបងពេលដែលខ្ញុំយកខ្សែក្បាត់មួយណាឥឡូវខ្ញុំតាំងចិត្តថាហានយកវាបានក ន្លងមកធ្លាប់មានខ្សែក្បាត់ទេ ខ្ញុំធ្លាប់មានគូបតាចប់ពីគូបតាមកខ្សែក្បាត់គួរជុលប៉ុន្តែដោយសារការប្រកួតវគ្គមុនវគ្គខ្វែងដោយសារខ្ញុំអត់សូវសុខភាពអត់សូវល្អឈឺអញ្ចឹងខ្ញុំត្រូវចាញ់គេទៅស្វ័យប្រវត្តិតែឥឡូវខ្ញុំបានចេញពី CNC នេះខ្ញុំទៅវាយពល5ទៅទទួលបានពីខ្សែក្បាត់នៅពល5ស៊ីម៉ងអូចេញពីហ្នឹងចប់ហ្នឹងមកខ្ញុំចូលមកវគ្គ5 បាទជាចុងក្រោយតើបងអូននិយាយអ្វីទៅកាន់អ្នកគ្រប់គ្រងស្នេហាវិស័យកីឡាប្រដាល់បងអូនមើលឃើញបែបណាក្នុងអាជីពជាអ្នកប្រដាល់មួយ បាទសូមអរគុណដល់ទស្សនិកជនដែលជួយគ្រប់គ្រងវិស័យកីឡាប្រដាល់ខាងតែវិស័យកីឡាប្រដាល់ឬវិស័យកីឡាទាំងអស់ដែលនៅកម្ពុជាជួយលើកស្ទួយទាំងអស់គ្នាដើម្បីកីឡាយើងរីកដុដាលកាន់តែពីស្គាល់ច្រើនយើងនឹងបានបង្ហាញនៅក្បាច់គុណខ្មែរយើងឲ្យទស្សនិកជនដែលនៅក្នុងប្រទេសនៅក្រៅប្រទេសបានឃើញទាំងអស់គ្នាឲ្យស្គាល់ថានេះជាសិល្បៈខ្មែរក្បាច់គុណខ្មែរពិតបាទសូម ហើយបងអូនកំមុំតែខ្លួនហ្នឹងមានតែគេចង់ទិញបងអូនទេចង់ទិញបងអូនឈ្មោះអីចង់ទិញយ៉ាងអី តែសុខខ្ញុំខ្ញុំអត់ដែរមានអាហ៊ានទិញផង បាទ ព្រោះឯអ្នកដែលមកសួរឬយើងមកសួរខ្ញុំថាសុខព្រោះទៅអត់ដែរគឺអត់ដល់តែខ្លួនឯង បាទអរគុណច្រើនណាបងអូនចម្រើន បាទអរគុណ